อันญาติกรมនឹងជំរាបសួរអស់លោកស្រីអ្នកនាងកញ្ញាក៏ដូចជាប្រិយមិត្តទាំងអស់គ្នាជាទីមេត្រីវ៉ាវពិតជាស្រស់ស្អាតណាស់កញ្ញាពេជ្រសូលីកាគឺជាអ្នកកំដរនៅក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍របស់លោកសុករក្សានិងកញ្ញាកុលដាវីនៅក្នុងថ្ងៃនេះផងដែរគឺជាថ្ងៃ8មិនិនាទិវាសិទ្ធិនារីអន្តរជាតិហើយក៏ជាថ្ងៃរៀបអាពាហ៍ពិពាហ៍របស់តារាចម្រៀងលោកសុករក្សានិងតារាសម្ដែងកុលដាវីដែលពួកគាត់បានតស៊ូជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំទម្រាំមកដល់ថ្ងៃនេះក្នុងពិធីរៀបអាពាហ៍ពិពាហ៍នេះផងដែរមានការចូលរួមពីភ្ញៀវកិត្តិយសយ៉ាងច្រើនសន្ធឹកសន្ធាប់និងតារាល្បីៗក្នុងសិល្បៈមួយចំនួនដោយមានទឹកមុខរីករាយក៏ដូចជាស្នាមញញឹមពេញក្នុងកម្មវិធីតែម្ដងអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះស្រាប់តែកញ្ញាពេជ្រសូលីកាតារាចម្រៀងស្រីវ័យក្មេងនិងមានរូបសម្រស់ស្រស់ស្អាតផូរផង់បានមានវត្តមានធ្វើជាអ្នកកំដរកូនក្រមុំកុលដាវីដែលទទួលបាននៅការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មជ្ឈដ្ឋានមហាជនជាច្រើនចំពោះការតុបតែងខ្លួនយ៉ាងស្រស់ស្អាតគួរបញ្ជាក់ផងដែរថាក្រោយពីកម្មវិធីមង្គលការនាព្រឹកនេះដូចជាកម្មវិធីហើយជំនុននិងពិធីកាត់សក់ត្រូវបានបញ្ចប់រួចរាល់នៅបូរីជីបម៉ុងឡែនចិត្តផ្សារអ៊ីអន2ហើយនោះនេះល្ងាចនេះកម្មវិធីភោជនីយហានឹងបន្តប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាតកោះពេញអាកាស៊ីហើយចាប់ផ្ដើមនៅវេលាម៉ោង5ល្ងាចនេះផងដែរចាយើងឃើញថាវត្តមានរបស់តារាល្បីៗជាច្រើនបានចូលរួមនៅក្នុងកម្មវិធីរបស់លោកសុករក្សាហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះអ្នកកំដរទាំងខាងស្រីនិងខាងប្រុសសុទ្ធសឹងតែស្រស់ស្អាតនិងស្រស់សោភាអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះក្នុងនោះផងដែរក៏មានកញ្ញាពេជ្រសូលីកាមួយរូបផងដែរគាត់គឺពិតជាស្រស់ស្អាតនិងលេចធ្លោខ្លាំងមែនទែនចាហើយតេតងនឹងអត្ថបទនេះដែរក៏សូមបញ្ចប់ទៅត្រឹមនេះអរគុណបងប្អូនទាំងអស់គ្នាសូមចុច Subscribe និងរូបកណ្ដឹងដើម្បីទទួលបានព័ត៌មានថ្មីៗជាបន្តទៀតសូមអរគុណសូមគោរពលា